ដោយសារតែសេដ្ឋកិច្ចមិនសូវល្អអញ្ចឹងក៏មានតែបន្ថែមមុខរបរឲ្យបងប្អូនអើយកាលមុនលក់តែចាប់ហួយទេឥឡូវនឹកឃើញចង់លក់ម្ហូបកំងដែរហើយកាលឡូវមនុស្សច្រើននៅប៉ោយប៉ែតមនុស្សនៅពេញអត់លក់ទេតែពេលដល់មនុស្សស្ងាត់អស់ហើយបានចាប់ផ្ដើមលក់តែមិនអីទេបងប្អូនអរគ្នាយើងលក់រឿយណាមួយយើងអាចបានជួលតូបគេដែរខ្ញុំលក់នៅផ្ទះអញ្ចឹងណាហើយបើបងប្អូនគាត់ស្គាល់គាត់ជួយកំងរឿយអញ្ចឹងទៅហើយមុននឹងយើងចាប់ផ្ដើមលក់ហ្នឹងគឺយើងទៅរកទិញឆ្នាំងទិញខ្ទះទិញគ្រឿងសម្ភារៈប្រើប្រាស់មួយចំនួនដោយសារតាយើងត្រូវប្រើខ្ទះដែលវាអត់មានជាប់ដិតខ្លាញ់អញ្ចឹងណាហើយខ្ទះនេះទិញមកគឺល្អមែនទែនបងប្អូនអរគ្នាយីហោហ្នឹងណាហើយខ្ញុំទិញអាទូចមួយអាធំមួយសម្រាប់មួយជៀនពងទាមួយឆានិយាយទៅខ្ញុំចាប់ផ្ដើមលក់ម្ហូបកំងហ្នឹងដោយសារតានឹកឃើញថាយើងនៅផ្ទះតនេដែរក្រៅពីលក់ចាប់ហួយអញ្ចឹងបើមានភ្ញៀវគាត់ស្គាល់គាត់កំងរឿយហើយណាមួយយើងអាចដាក់លក់តាមអែបតាមអីអញ្ចឹងទៅលក់យូរទៅបើសិនជាយើងធ្វើឆ្ងាញ់ភ្ញៀវគាត់កំងជាប់រហូតហើយចាប់ផ្ដើមបើកលក់ហ្នឹងគឺគិតយូរមែនទែនបងប្អូនអរគ្នាតរំតបើកលក់ទៅពេលចាប់ផ្ដើមបើកលក់គឺមនុស្សស្ងាត់អស់ពីប៉ោយប៉ែតហើយសម័យនេះបងប្អូនអរគ្នាបើយើងអត់ចេះផុសលក់តាម page តាម TikTok តាម YouTube អីទេគឺលក់មិនសូវដាច់ទេបងប្អូនអញ្ចឹងបើយើងចង់លក់អីដែលដាច់ណាយើងផុសលក់ប្រាប់ពីអាជីវកម្មរបស់យើងទៅហើយយើងលក់រឿយផុសរឿយទៅគង់ឲ្យគេស្គាល់ទេបងប្អូនទោះមានគេមើលគេមិនមើលក៏មិនអីដែរបងប្អូនសំខាន់ឲ្យតែយើងបានផុសរាល់ថ្ងៃហើយខ្ញុំរៀបចំយកប៉ាយហ្នឹងទៅដាក់តាមផ្ទះបន្ទប់ជួលខ្ញុំបងប្អូនពួកអីពួកគាត់អ្នកខ្លះគាត់មានចង់ញ៉ាំម្ហូបកំងម្ហូបអីអញ្ចឹងទៅគាត់កំងរឿយដែរនិយាយទៅធ្វើអីក៏ដោយដែរបងប្អូនហើយបើសិនជាយើងមិនតស៊ូធ្វើក៏វាមិនបានសម្រេចដែរលទ្ធផលគឺគង់តែជោគជ័យទេបងប្អូនអរគ្នាឲ្យតែយើងព្យាយាមហើយវីដេអូនេះគឺខ្ញុំថតទុកតាំងពី2ខែមុនណាបងប្អូនអរគ្នាតាំងពីខ្ញុំចាប់ផ្ដើមលក់ដំបូងតែតែមិនមានពេលតនេយកមកកាត់តផុសអញ្ចឹងណាហើយខ្ញុំបើកលក់តាំងពីម៉ោង9ព្រឹកដល់ម៉ោង9យប់បើបងប្អូនទាំងអស់គ្នាចង់កំងញ៉ាំអីអាចតាក់ទងតាមเพจខ្ញុំឬតាមលេខ Telegram ក៏បានដែរលេខ0933754តាមពិតទៅមុននឹងខ្ញុំបើកលក់ហ្នឹងខ្ញុំគិតថាចង់រោតូបលក់មកកន្លែងដែរបងប្អូនហើយតែដោយសារតាមនុស្សស្ងាត់ចេញពីប៉ោយប៉ែតអស់ហើយណាមួយតាមផ្ទះជួលមុខហ្នឹងគឺតម្លៃថ្លៃពេកបងប្អូនមួយខែកន្លែងខ្លះ400-500ហើយកន្លែងខ្លះចូលដល់1000ណោះហើយអញ្ចឹងបើយើងលក់ដំបងអញ្ចឹងយើងអត់ដឹងថាលក់ដាច់អត់ទេអញ្ចឹងទៅខ្ញុំសម្រេចចិត្តថាលក់នៅផ្ទះលក់តាមអេបតាមអនឡាញអញ្ចឹងបណ្ដោយទៅណាមួយខ្ញុំមានផ្ទះជួលអញ្ចឹងខ្ញុំយកប៉ាយទៅដាក់ទៅភ្ញៀវដែលគាត់នៅហ្នឹងគាត់កំងញ៉ាំដែរហើយយើងអត់មានចំណាយថ្លៃតូបថ្លៃអីទេបងប្អូនអរគ្នាគ្រាន់តែថាយើងលក់បានគឺយើងកាត់កងជាមួយនឹងចំណាយតិចតួចយើងសល់លុយចំណេញហើយអញ្ចឹងបងប្អូនអ្នកប៉ោយប៉ែតបើបានឃើញវីដេអូនេះហើយចង់ញ៉ាំម្ហូបកំងអីអាចកំងបានណាជួយគ្រប់គ្រងផងអរគុណបាយបាយ